រឿងពន្លឺក្រោមស្រមោលតួអង្គសំខាន់មានអាត្នោតបុរសដែលមានសម្បុរខ្មៅស្រអែមដូចក្របត្នោតចិត្តដាច់រឹងរូសតែជាអ្នកការពារមិត្តភក្តិអាគប់បុរសដែលមានខ្នងកោងតាំងពីកំណើតចិត្តធ្ងន់ពូកែអត់ធ្មត់និងមានថ្វីដៃខាងធ្វើម្ហូបនិងជួសជុលអាថ្លង់បុរសស្ដាប់មិនឮនិយាយមិនច្បាស់ប៉ុន្តែមានភ្នែកមុតស្រួចឆាប់យល់ចិត្តមនុស្សនិងមានកម្លាំងបាយខ្លាំងអាខ្វិនបុរសពិការជើងម្ខាងប្រើឈើច្រត់ជាខួរក្បាលរបស់ក្រុមពូកែគិតលេខនិងរៀបចំផែនការជោគវាសនាដែលត្រូវបោះបង់នៅក្រោមស្ពានចាស់មួយក្បែរជ័យក្រុងមនុស្ស4នាក់កំពុងអង្គុយជុំវិញភ្លក់ភ្លើងតូចមួយពួកគេមិនមែនជាបងប្អូនបង្កើតនឹងគ្នាទេប៉ុន្តែវាសនាបានចងក្រងពួកគេឲ្យជួបគ្នាអាត្នោតអង្គុយសម្លឹងទៅមើលមេឃកំពុងរៀបនឹងភ្លៀងគេទៅតែត្រូវថៅកែសំណងដេញចេញព្រោះតែគេមានរូបរាងអាក្រក់ខ្លាំងពេកសូម្បីតែភ្ញៀវមកមើលការដ្ឋានក៏ខ្លាចដែរអាគុកកំពុងអង្គុយដេរអាវចាស់ឲ្យមិត្តភក្តិទាំងដែលខ្លួនកំពុងឈឺខ្នងអាថ្លង់អង្គុយសម្លឹងមើលមាត់មិត្តភក្តិព្យាយាមស្មានថាគេកំពុងនិយាយអ្វីចំណែកអាខ្វិនអង្គុយគូសវាសលើដីរៀបចំផែនការស្វែងរកការងារថ្មីសម្រាប់ថ្ងៃស្អែកព្រឹកឡើងពួកគេទាំង4ធ្វើដំណើរទៅទីក្រុងដើម្បីរកការងារធ្វើអាត្នោតទៅសុំធ្វើជាសន្តិសុខប៉ុន្តែគេបដិសេធថាមុខអាក្រក់ពេកខ្លាចភ្ញៀវរត់អស់អាកុកសុំទៅលាងចានគេជេរដេញចេញថាមនុស្សខ្នងកោងលាងចានមិនស្អាតទេអាថ្លង់សុំទៅលីសែងគេមិនយកព្រោះហៅមិនឮពិបាកបញ្ជាអាខ្វិនសុំទៅធ្វើបញ្ជីគេសើចចំអកថាមនុស្សដើមមិនរួចធ្វើការងារអ្វីមិនកើតពួកគេទាំង4ត្រឡប់មកវិញទាំងក្តីអស់សង្ឃឹមអាត្នោតខឹងខ្លាំងណាស់គេចង់ប្រើអំពើហិង្សាតែអាខ្វិនបានខាត់និងនិយាយថាអាត្នោតបើគេមើលងាយរូបរាងយើងត្រូវតែយកសមត្ថភាពទៅបង្ហាញកុំយកកំហឹងទៅបង្ហាញព្រោះវាមិនអាចបដូរជីវិតយើងបានទេពួកគេសម្រេចចិត្តរួមគ្នាបើករទេះលក់បាយតាមផ្លូវតូចមួយអាកុកជាអ្នកចំអិនព្រោះគេមានថ្វីដៃខ្លាំងអាខ្វិនជាអ្នកគ្រប់គ្រងលុយកាក់និងតុបតែងរទេះអាត្នោតជាអ្នករត់តុនិងការពារសុវត្ថិភាពអាថ្លង់ជាអ្នកជួយលាងចាននិងរៀបចំកន្លែងយ៉ាងស្វាហាប់ដំបូងឡើយមនុស្សម្នាមិនសូវហ៊ានចូលហូបទេព្រោះឃើញរូបរាងពួកគេចម្លែកខ្លះដើរកាត់ហើយសើចំអកខ្លះនិយាយថាហូបបាយពួកវាប្រយ័ត្នសយប៉ុន្តែដោយសាររសជាតិម្ហូបរបស់អាគុកឆ្ងាញ់និងភាពស្មោះត្រង់របស់អាត្នោតរួមនិងសេវាកម្មដ៏រហ័សរហួនរបស់អាថ្លង់ហាងតូចនេះចាប់ផ្ដើមល្បីយប់មួយស្រាប់តែមានភ្លើងឆេះនៅផ្ទះអ្នកជិតខាងក្បែររទេះបាយពួកគេមនុស្សម្នារត់ប្រសាចប៉ុន្តែមានក្មេងម្នាក់ជាប់នៅក្នុងផ្ទះនោះអាត្នោតមិនបង្អង់យូរឡើយគេស្ទុះចូលទៅក្នុងភ្លើងទាំងគ្រោះថ្នាក់អាថ្លង់ប្រើកម្លាំងបាយបុកទ្វារដែលជាប់អាគុកនិងអាខ្វិនជួយជំលះរបស់របរនិងហៅអ្នកស្រុកមកជួយអាថ្នោតចេញមកវិញទាំងខ្លួនប្រានរលាកតិចតួចប៉ុន្តែគេបានជួយក្មេងនោះបានសម្រេចសកម្មភាពនេះបានដឹងដល់អាជ្ញាធរនិងសារព័ត៌មានមនុស្សគ្រប់គ្នាដែលធ្លាប់តែមើលងាយពួកគេចាប់ផ្ដើមយល់ឃើញថារូបរាងកាយមិនមែនជាដានវាស់វែងតម្លៃមនុស្សឡើយ90ឆ្នាំក្រោយមកពួកគេទាំង4បានស្លាប់អស់5ឆ្នាំក្រោយមកក្រោមស្ពានចាស់នោះលែងមានពួកគេស្នាក់នៅទៀតហើយប៉ុន្តែមានហាងអាហារដ៏ធំមួយដែលមានឈ្មោះថាមិត្តភាពចម្លែកទាំង4អាត្នោត
ខ្លាចជាអ្នកគ្រប់គ្រងហាងដែលមានអំណាចអាគុកជាមេចុងភៅដ៏ល្បីអាថ្លង់ជាប្រធានផ្នែកដឹកជញ្ជូននិងអាខ្វិនជាម្ចាស់ភាគហ៊ុននិងរៀបចំយុទ្ធសាស្ត្រអាជីវកម្មនៅល្ងាចមួយពួកគេអង្គុយជុំគ្នាទៀតតានៅលើតុអាហារដ៏ប្រណិតអាថ្នោតញញឹមហើយនិយាយថាបើកាលនោះយើងបោះបង់ចោលគ្នាម្លេះថ្ងៃនេះយើងនៅតែជាគំតិចធូលីក្រោមស្ពានដដែលពួកគេម្នាក់ញញឹមដាក់គ្នាទាំងទឹកភ្នែកដែលជាទឹកភ្នែកនៃក្តីរំភើបសិលធម៌អប់រំតម្លៃរបស់មនុស្សស្ថិតលើសមត្ថភាពមិនមែនរូបរាងមិត្តភាពប្រកបគឺជាកម្លាំងដែលមិនអាចកាត់ថ្លៃបានការតស៊ូដោយសុចរិតនឹងនាំនៅលទ្ធផលល្អជាទីបំផុត